បាទសូមអនុញ្ញាតជម្រាបសួរប្រិយមិត្តជាទីមេត្រីបាទនេះជាហាងចេញមាសនៅថ្ងៃទី16ខែមេសាឆ្នាំ2025បាទអញ្ចឹងថ្ងៃនេះគឺជាថ្ងៃចូលឆ្នាំថ្ងៃទី3បាទថ្ងៃទី3ជាថ្ងៃឡើងស័កផងដែរបងប្អូនដែលធ្វើដំណើរទីចិត្តទីឆ្ងាយសូមមកសុខសប្បាយតាមផ្លូវហើយចូលឆ្នាំថ្មីនេះសូមឲ្យបងប្អូនរកស៊ីទទួលទានចេតមានបានដាក់ចោលដោះឡើងបាទធ្វើបច្ចុប្បន្នភាពតាក់ទងមកតារាងហាងចេញមាសអន្តរជាតិមាសស្ថិតនៅក្នុង$393ក្នុងមួយជីនិង$3,936ក្នុងមួយតម្លឹងនិង$3,265ក្នុងមួយអោននិង$14,973ក្នុង1គីឡូបាទអញ្ចឹងអាចចូលមកប្រធានបទយើងវិញតាក់ទងជាមួយនឹងមាសនឹងឡើងទៅដល់$6,000សល់ពេលមិនយូរទេបាទខ្ញុំនិយាយអំពីទីផ្សារបច្ចុប្បន្នតម្លៃមាសពិភពលោកកំពុងតែឡើងជាបន្តបន្ទាប់ដោយសារតែជាតិដល់កម្រិតប្រហែលជា$2,480ក្នុងមួយអោនជាក់ស្ដែងតម្លៃមាសបានឡើងជាង15%ក្នុងរយៈពេលប្រហែលខែចុងក្រោយនេះបាទដោយសារតែកត្តាចម្បងហើយនិងភាពអស្ថិរភាពនយោបាយនៅអាស៊ីនិងអឺរ៉ុបការរឹតបន្តឹងអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកមានន័យថាភាគីវិនិយោគចាប់ផ្ដើមប្តូរទិសដៅទៅរកវត្ថុមានតម្លៃ safe haven asset ដូចជាមាសបាទការធ្លាក់នៃតម្លៃដុល្លារនិងការឡើងនៃអត្រាអូស្មန်កាបូននិងសំណង់ជាដើមតើហេតុអ្វីបានជាមានការព្យាករណ៍ថាមាសនឹងឡើងទៅដល់$6,000បាទនៅវិភាគខ្លះបាននិយាយថាបើមានវិបត្តិសេដ្ឋកិច្ចធំតម្លៃមាសឆ្ពោះទៅកាន់$6,000ក្នុងរយៈពេល2ឆ្នាំទៅ3ឆ្នាំខាងមុខនេះធនាគារកណ្ដាលនានាកំពុងតែកាន់មាសកាន់តែច្រើនជាគុណសម្បត្តិជាតិមកប្រជាជនកាន់តែជឿជាក់ទៅលើមាសជាវិធីការពារប្រឆាំងអតិផរណាបច្ចុប្បន្នភាពបច្ចេកវិទ្យាបង្កើនតម្លៃផលិតកម្មដោយសារការថយចុះផលិតភាពមាសថ្មីបាទខ្ញុំសូមនិយាយអំពីតើអ្វីខ្លះនឹងជះឥទ្ធិពលទៅដល់ការឡើង$6,000សម្រាប់មាសបាទទីមួយគឺកត្តាអន្តរជាតិបាទសង្គ្រាមនិងភាពមិនច្បាស់លាស់នយោបាយប្រសិនបើសង្គ្រាមអន្តរជាតិដូចជាសង្គ្រាមនៅអ៊ុយក្រែនឬក៏តៃវ៉ាន់បន្តការរីករាលដាលវានឹងបង្កការភ័យខ្លាចទៅលើទីផ្សារហើយបណ្ដាលឲ្យវិនិយោគកាន់មាសដើម្បីការពារបានតើតោជាមួយនឹងការចុះនៃរូបិយប័ណ្ណជាតិកាន់តែច្រើនប្រទេសមួយចំនួនដូចជាប្រទេសវេណេស៊ុយអេឡាឬក៏ទូគីបានចាប់ផ្ដើមប្រើមាសជាផ្នែកមួយនៃសេដ្ឋកិច្ចប្រសិនបើនៅនៃការនេះពង្រឹងប្រទេសធំនឹងជះឥទ្ធិពលខ្លាំងដល់តម្លៃមាសបាទទី2គឺកត្តាផ្នែកបច្ចេកវិទ្យានិងផលិតកម្មការរួមបញ្ចូលនឹងប្លុកឆានហើយនិងមាសក្រុមហ៊ុនខ្លះបានបញ្ចូលរបបប្លុកឆានដើម្បីធ្វើការជួញដូរនិងការទុកស្តុកមាសមានប្រសិទ្ធភាពខ្ពស់ហើយវាធ្វើឲ្យមាសកាន់តែជាវត្ថុវិនិយោគដ៏ទំនើបបាទអញ្ចឹងតកតងជាមួយនឹងការធ្លាក់ចុះនៃផលិតភាពមាសបាទបណ្ដាលមកពីការរកឃើញបូកជាមួយនឹងផលិតមាសថ្មីកាន់តែតិចហើយការថយចុះនេះគឺជួយគ្រប់គ្រងតម្លៃឲ្យកើនឡើងខ្ពស់បាទអញ្ចឹងតកតងជាមួយនឹងសេចក្តីសន្និដ្ឋានមាសអាចឈានទៅដល់$6,000ក្នុងមួយអោនបានបើសិនបើមានកត្តាសំខាន់ដូចជាការធ្លាក់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំណុលជាតិកើនឡើងខ្លាំងនិងភាពតានតឹងអន្តរជាតិបាទទោះបីជាយ៉ាងណានោះគឺជាការព្យាករណ៍រយៈពេលវែង2ឆ្នាំទៅ5ឆ្នាំទៅមុខផងដែរមិនមែនក្នុងរយៈពេលខ្លីនោះទេអ្នកវិនិយោគគួរតែប្រុងប្រយ័ត្នឬក៏ប្រើវិធីវិនិយោគចម្រុះនិងតាមដានទីផ្សារជាប្រចាំបាទអញ្ចឹងសម្រាប់ការវិភាគនេះគឺសូមសង្ខេបប៉ុណ្ណេះបាទសូមបងប្អូនជួយចុច Subscribe នៅ Channel របស់ខ្ញុំដើម្បីទទួលបាននៅវីដេអូអាប់ដេតថ្មីៗមកទេបាទសូមអរគុណច្រើន